តោះបងប្អូនបាទចំពោះ page ដែលចេញបែបនេះណាទី page បងប្អូនយើងមួយណាបាទយកទៅ content monetization ចំពោះ page ដែលចេញបែបនេះ weekly criteria នេះបាទបងប្អូនឲ្យតែពេញគ្រប់លក្ខខណ្ឌ 10000 follower ត្រូវឲ្យ post at least 3 days in the last 90 day នេះគាត់នៅនេះមួយនេះ 150k unique view over the last 28 days ចឹងឲ្យតែគ្រប់150ពាន់នាក់ណាគឺ Facebook គាត់នឹងធ្លាក់ធូលហើយបាទចឹងអានេះគឺជាប្រភេទ page ទី1 page ទី2យើងលេង challenge ក៏ 300k បាទប្រភេទ page ទី2ណានេះទៅ page ខ្ញុំនេះ challenge ចំនួនបាទនេះខ្ញុំលេង challenge ហើយណាបាទនេះប្រភេទ page ទី2នេះ 300k view Facebook នឹងសិក្សាឲ្យធ្លាក់មកបាទឥឡូវខ្ញុំបាន 734k អញ្ចឹងណាបាទនេះគឺជាប្រភេទ page ទី2ហើយ page ទី3ធ្លាក់យកមកនេះធ្លាក់យកមកធ្លាក់ធូលយកមកបើកលុយយកមកបាទនេះបានធូល CM តែម្ដងណាហើយនឹងតែ 4000 ជាងទេព្រោះទេបងប្អូនបាទឥឡូវ 3900 follower តែធ្លាក់ធូលបាទអញ្ចឹង page ដែលអាចបើកលុយបានហ្នឹងមាន 3 លក្ខខណ្ឌហ្នឹងបងប្អូនបាទ 3 គំរូហ្នឹង 3 ប្រភេទហ្នឹងផងដែរអញ្ចឹងខ្ញុំជើងបាយបងសិនបើសិនជាបងប្អូនគាត់ថាវីដេអូនេះមានថាប្រយោជន៍កុំភ្លេច follow page មួយអាយមួយផងដែរព្រោះឥឡូវយើងពេញនិយម follower មែនតើបាន train បានថវិកា 20000 100000 20000 ស្រែកលើបងប្អូនហើយយុទ្ធសាស្ត្រនេះគឺជួយបងប្អូនយើងយ៉ាងច្រើនបាទជីវភាពគាត់យើងដឹងពីសុខទុក្ខបងប្អូនយើងផងដែរបាទយើងលើកទឹកចិត្តឲ្យបងប្អូន creator ផ្សេងៗគាត់ធ្វើសកម្មភាពសប្បុរសធម៌ដើម្បីឲ្យអាជីវកម្មគាត់ brand គាត់ល្បីផងគេស្គាល់ច្រើនផងបាន sponsor ពីម្ចាស់ sponsor ផងក៏ដូចជាជួយបងប្អូនយើងសុខទុក្ខបងប្អូនយើងប្រព័ន្ធយើងលោកយាយលោកតាចាស់ជ្រាកុមារផងដែរអរគុណច្រើនបាទ